Số những điểm số bóng bóng này thưa can tôi giảm qua một phòng tàn nào nhé. Dân khả năng chúng tôi cao video trai này muốn tiếp tôi cho người cả paragraph size system là mình đượcក្នុង sim. Trong size system này tôi mình phá bây giờ từ đó TOE đôi chuyện advisor đôi chuyện technician officer đã làm rồi bộ quát mình cho nơi đã ở tình này đã sai mỗi miền bánh há cho từក្នុង sim. Còn top việc mình chỗ tình này hái khang platform manager project manager ឬក៏ technician manager ក៏ជាអ្នក modify ទៅលើបញ្ហាដែលកើតឡើងមានលើ site នោះអញ្ចឹងជាជំហានដំបូងខ្ញុំសូមបើកនៅ web browser របស់ខ្ញុំដើម្បី connect ទៅកាន់ sim អញ្ចឹងខ្ញុំសូមបើកអញ្ចឹងពេលបើកហើយសូមវាយនៅលេខ 178.113.12.8080//atom sim2/login.tsp អញ្ចឹងខ្ញុំសូមធ្វើការ enter ដើម្បី access ទៅកាន់ sim ចឹងនេះគឺជា page ដំបូងរបស់ sim ដែលតម្រូវលោកអ្នកបញ្ចូលនៅ username ជាមួយនឹង password អញ្ចឹងខ្ញុំសូមបញ្ចូលនៅ username មួយដែល username ហ្នឹងគាត់ជា advisor មានន័យថាគាត់ជាអ្នកបញ្ចូលនៅបញ្ហាដែលកើតមានឡើងសារមួយចូលទៅក្នុង sim អញ្ចឹងខ្ញុំលើកនេះគ្រាន់តែឧទាហរណ៍ទេអញ្ចឹងនេះគឺជា page ដំបូងរបស់ sim អញ្ចឹងយើងមើលទាំងអស់គ្នាអញ្ចឹងគឺវាមាន page មាន menu មួយឈ្មោះថា site assistant អញ្ចឹងយើង select ទៅមើលវាអញ្ចឹងយើងមកដល់ page របស់ site assistant មួយអញ្ចឹងខ្ញុំសូមបញ្ជាក់ម្ដងទៀត site assistant នេះគឺវាតម្រូវឲ្យខាង TOE ឬក៏ advisor ឬក៏ technician officer គាត់បញ្ចូលនៅរាល់បញ្ហាដែលកើតមានឡើងនៅក្នុង site មួយអញ្ចឹងជំហានដំបូងនៅពេលដែលគាត់បញ្ចូលបញ្ហាដែលកើតមានឡើងសារមួយតម្រូវឲ្យពួកគាត់ជ្រើសរើសយកខែណាដែលវាមានបញ្ហាឥឡូវខ្ញុំសូមធ្វើការឧទាហរណ៍មួយឥឡូវខ្ញុំសូមជ្រើសរើសយកខែ10ឆ្នាំ2015ខែ10ខ្ញុំសូមជ្រើសរើសខែ10បន្ទាប់មកយើង select លើ report a new problem on site ដើម្បីធ្វើការបញ្ចូលទិន្នន័យអញ្ចឹងនេះគឺវា load នៅ web browser មួយទៀតដើម្បីយើងធ្វើការបញ្ចូលទិន្នន័យនៅបញ្ហា site ដែលមាន problem អញ្ចឹងខ្ញុំសូម select មកតើ site ណាដែលមាន problem ឥឡូវខ្ញុំសូមលើកឧទាហរណ៍មួយតើលើ site B2 មួយអញ្ចឹងបន្ទាប់មកសូម select នៅបញ្ហាដែលកើតមានឡើងអញ្ចឹងបញ្ហាដែលកើតមានឡើងវាអាចមានបញ្ហា community control box delivery entrepreneur ឬក៏ technician ឬក៏water quality ជាដើមអញ្ចឹងបើសិនជាបញ្ហាទាំងអស់នោះវាមិនមាននៅក្នុង list ទាំងអស់នេះទេអញ្ចឹងលោកអ្នកក៏អាចធ្វើការបញ្ចូលនៅបញ្ហាថ្មីដោយ click នៅជិតត្រង់នេះហើយ select មកតើមកសូមបញ្ចូលនៅបញ្ហាថ្មីឥឡូវឧទាហរណ៍ថា problem name ឈ្មោះបញ្ហាអីគេតើមកពីពណ៌នេះបញ្ហាណាមកតើមកបញ្ហានោះប្រភេទវាជាស្អីគេឥឡូវខ្ញុំឧទាហរណ៍ដូចថាបញ្ហាខ្ញុំ problem ខ្ញុំបញ្ហាtest តើមក description អញ្ចឹងខ្ញុំអាចមក testing only តើមកបញ្ហា problem ហ្នឹងវាចឹងអា test ហ្នឹងវាស្ថិតនៅក្នុងគេឥឡូវបញ្ហា test ហ្នឹងខ្ញុំឧទាហរណ៍ថាវាស្ថិតនៅក្នុង control box អញ្ចឹងខ្ញុំវាយពាក្យ control box អញ្ចឹងពេលលោកអ្នកវាយឲ្យ save ទៅជំនាញថាបញ្ហាហ្នឹងនឹងត្រូវបានចូលទៅក្នុង list របស់យើងអញ្ចឹងដោយសារ list របស់យើងមានច្រើនណាស់អញ្ចឹងខ្ញុំសូមមិនធ្វើការ save ទេខ្ញុំបិទចោលតើមកខ្ញុំសូម select មួយឥឡូវខ្ញុំលើកឧទាហរណ៍ថាបញ្ហា controlចឹង control box ហ្នឹងតើមក select មកថាបញ្ហាអីគេអញ្ចឹងខ្ញុំអាចលើកថា broken control box បើសិនជាមិនមែនជា broken control box ទេយើងអាច add new បានដូចគ្នាយើង add មកកន្លែងនេះមកដូចគ្នាអញ្ចឹងតែខ្ញុំសូម select មកហើយខ្ញុំ select យកបញ្ហា broken control box តើមកខ្ញុំ select មកតាំងថ្ងៃណាដែល code អញ្ចឹងមានថាមិញដោយសារវានៅក្នុងខែ10អញ្ចឹងយើងត្រូវការជ្រើសរើសយកខែ10អញ្ចឹងវា code ក្នុងខែ10អញ្ចឹងថា code ថ្ងៃទី1តើមក problem description តើបញ្ហាវាកើតឡើងវិញថា not work control box តើមក alert name តើវា alert មិនមានខ្ញុំដាក់ថា no signal មានថាវាអត់ភ្លើងវាអត់មាន signal អីទាំងអស់អញ្ចឹង reminder វា remind យើងមិនថា no light to plugin ចឹងមានថាវាអត់មានភ្លើងសម្រាប់ឲ្យយើងដោតចូលចឹង comment វាមិនយើងអាចថា not work well
ចឹងនេះគ្រាន់តែជាឧទាហរណ៍ទេតើមក responsible person តើអ្នកណាដែលទទួលខុសត្រូវក្នុង site B2 ហ្នឹងឥឡូវមួយឧទាហរណ៍ថា Mr. Dara ចឹងចុះតបមកយើងមើលត្រង់ឡើងនេះគឺមាន action to solve តើពេលដែលកើតបញ្ហាហ្នឹងតើយើងនឹងដោះស្រាយវាមិនអញ្ចឹង action របស់គាត់អាចជ្រើសរើសថា replace control ប័ណ្ណឬក៏ repair control ប័ណ្ណបើសិនជាគាត់មានបញ្ហា solution ថ្មីគាត់អាច click កន្លែងនេះ add ថ្មីមកអញ្ចឹងវាអាច add ថ្មីបានអញ្ចឹងយើងអាចមកបន្ទាប់មកយើងអាចថា select មកឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំថា repair control ប័ណ្ណបន្ទាប់មក budget អស់មកអស់ 100000 អញ្ចឹង do data ថ្ងៃណាដែលយើងចាប់ផ្ដើមទិញវាអញ្ចឹងដោយសារនេះខ្ញុំដាក់ខែ10អញ្ចឹងខ្ញុំថាថ្ងៃទី2ខែ10តមក water counter ខ្ញុំអាចដាក់12,000 ចឹងនេះថានេះខែ10តើយើង achieve ថ្ងៃណាតើការដូរហ្នឹងវាសម្រេចបានថ្ងៃណាឡើយថាថ្ងៃទី15ខែ10ចឹងខ្ញុំធ្វើការ save តមក click OK អញ្ចឹងដើម្បីដឹងថា data យើងចូល sim ហើយឬនៅអញ្ចឹងយើង select មើលទៅលើ site ដែលយើងបានបញ្ចូលមកអញ្ចឹងខ្ញុំមើលមិន B2 អញ្ចឹងខ្ញុំ select មើល B2 ចឹងយើងឃើញថា data របស់យើងគឺបានចូលនេះចូលនៅក្នុង database របស់យើងចឹងមិន Mr. Dara broken no sign no អីហ្នឹងគឺវាបានចូលទៅក្នុងហ្នឹងហើយចឹងមានន័យថាខាង TOE ឬក៏ខាង advisor ឬក៏ខាង technician officer ហ្នឹងក៏បានបញ្ចូល data ដែលតាក់ទងទៅនឹងបញ្ហា site មួយមានបញ្ហាចូលទៅក្នុង SIM ហើយចឹងមានន័យថាគាត់ចប់នៅភារកិច្ចរបស់គាត់ក្នុងការបញ្ចូល data អញ្ចឹងខ្ញុំសូមបិទអញ្ចឹងវាចូលដល់ទូនាទីរបស់ខាង platform manager technician manager ឬក៏ project manager គាត់ជាអ្នក modify action plan ហ្នឹងថាsolution ហ្នឹងវាដោះស្រាយទៅនឹងល្អឬមិនល្អអត់ហើយគាត់ជាអ្នក modify ថាបើសិនបើ project ហ្នឹងចាប់ហើយហ្នឹងគាត់ជាអ្នក modify ថាអូបញ្ចប់ដានអញ្ចឹងឥឡូវនេះខ្ញុំសូម sign out ចេញដើម្បី lock user មួយទៀតដើម្បីបង្ហាញថា user មួយហ្នឹងគាត់ជា platform manager ឬក៏គាត់ជា project manager ឬក៏គាត់ជា technician manager ដើម្បីឲ្យគាត់ modify ទៅលើបញ្ហាដែលកើតឡើងមាន site ហ្នឹងដែលខាង TOE ឬក៏ advisor ក៏បានបញ្ចូលមកហើយខ្ញុំសូម sign out តោះខ្ញុំ login user មួយដែល rule របស់គាត់ជា platform manager អញ្ចឹងនេះគ្រាន់តែជាឧទាហរណ៍ទេខ្ញុំសូម select មក country Cambodia ទៅស្អាតផងនេះ real continue ចាំមកដល់ត្រង់នេះខ្ញុំសូម select លើ site assistant ចឹងនៅត្រង់នេះមានន័យថា platform manager ឬក៏ project manager ឬក៏ technician manager គាត់អាច modify action plan បានគាត់ចុចនៅត្រង់នេះអញ្ចឹងពេលគាត់ចុចត្រង់នេះមានថាគាត់នឹងឃើញរាល់បញ្ហាទាំងអស់ដែលកើតមានឡើងអញ្ចឹងដោយសារមិញនៅក្នុងនេះខ្ញុំ select ខែ9ខ្ញុំសូម select ទៅលើខែ10បញ្ហាដែលកើតឡើងនៅក្នុងខែ10ចឹងក្នុងបញ្ហាខែ10មិញគឺវាមាន B2 មិញនេះចឹងមានថាខាងproject manager ឬក៏ platform manager ឬក៏ technician manager ហ្នឹងគាត់ជាអ្នក verify modify ទៅលើបញ្ហាហ្នឹងអញ្ចឹងខ្ញុំសូម select ទៅមើលអញ្ចឹងពេលដែលយើង select ទៅមើលអញ្ចឹងយើងមាន menu 4សម្រាប់ឲ្យខាង platform manager ឬក៏ technician manager ហ្នឹងគាត់សម្រាប់អញ្ចឹងគាត់ជ្រើសរើសយក cancel មានន័យថាគាត់នឹងមិនមានថា site របស់ហ្នឹងមានថា site មួយហ្នឹងគឺវាគាត់ cancel ចោលបើគាត់យកពាក្យ done ជាងនេះថាគាត់សម្រេចទៅលើគោលការណ៍ដែលខាង advisor របស់យើងបានបញ្ចូលថាបញ្ចប់ថ្ងៃ10អញ្ចឹងគេមានថាថ្ងៃ10ឲ្យឈ្មោះថ្ងៃ10គាត់ click done មានថាsite របស់ហ្នឹង site មួយហ្នឹងគឺលែងមានបញ្ហាបើគាត់យក update មានន័យថាគាត់នឹងកែទិន្នន័យខ្លះមានថាដូចជាខែថ្ងៃនេះគាត់ថាថ្ងៃ you achieve that ថ្ងៃអញ្ចឹងគាត់អាចកែថ្ងៃទៅថ្ងៃផ្សេងបានបើមិនជាគាត់តែលឹកមានថាគាត់នឹងលុបនៅបញ្ហាដែលកើតមានឡើងនៅក្នុង site B នេះចោល B2 នេះចោលចឹងឧទាហរណ៍ថាឥឡូវនេះខ្ញុំសូម select មួយឥឡូវថាវា achieve ដល់ខែ10សូមពាក្យយកពាក្យ done អូខេចឹងមានថាយើងនឹងបាត់ហើយ site 2មិនមានថាដោយសារថាខាង platform manager ឬក៏ technician manager ក៏បាន modify ថា plan ហ្នឹងគឺបើបានធ្វើរួចរាល់ហើយអ
chẳng như từ mưa thằng ốc nia ta report những từ mưa lại ná chẳng như xôm lại này đấy nhưng vô từ mưa lại B2 mình chẳng B2 mình chứ mưa lại status lại này chẳng là vậy đại chỉ dùng cán cứ status lại này và status đã in progress mình tha chứ ở toàn bán modify thì tại bởi sao việc đã biện tan chẳng như tha data lại sai lại ní cứ từ bán đặt sai từ nhỏ để sai những biện đàn chẳng như tha ở platform này chơi có đôi chuyện thanh niên xem này chơi có miễn tu này tí nông cam một phái từ lứa bánh hai là sai mỗi cả làng chẳng lấy xông cảm hết tổng mốt nhưng mình chọn chỉ mùi những khi được cách của kháng thanh niên xem này chơi có project này chơi đây có modify từ lứa bánh hai này cả làng mình lứa sai này chẳng nên xong mình chọn nơi video này có những tâm đắc này xong một cuốn